ល្បែងទាញព្រ័ត្រល្បែងទាញព្រ័ត្រគឺជាល្បែងប្រជាប្រិយមួយដែលមានការពេញនិយមយ៉ាងខ្លាំងល្បែងនេះត្រូវការកម្លាំងកាយសាមគ្គីភាពនិងការសហការគ្នាជាក្រុមរបៀបលេងមានក្រុមពីរដែលមានចំនួនអ្នកលេងស្មើគ្នាក្រុមទាំងពីរកាន់ខ្សែព្រ័ត្រមួយពីរខាងនៅចំកណ្ដាលខ្សែព្រ័ត្រគេដាក់សញ្ញាសម្គាល់មួយនៅពេលអាជ្ញាកណ្ដាលផ្ដល់សញ្ញាចាប់ផ្ដើមក្រុមទាំងពីរខិតខំទាញខ្សែព្រ័ត្រមកខាងខ្លួនក្រុមណាទាញសញ្ញាកណ្ដាលឲ្យឆ្លងកាត់បន្ទាត់កំណត់ខាងខ្លួនបានមុនគឺជាអ្នកឈ្នះអត្ថប្រយោជន៍ជួយពង្រឹងសុខភាពនិងកម្លាំងកាយបង្កើនសាមគ្គីភាពនិងការសហការគ្នាបណ្ដុះស្មារតីអត់ធ្មត់និងការប្រកួតប្រជែងដោយសុចរិតបង្កើតភាពសប្បាយរីករាយក្នុងសហគមន៍និងពិធីបុណ្យផ្សេងសេចក្តីសន្និដ្ឋានល្បែងទាញព្រ័ត្រគឺជាល្បែងប្រជាប្រិយដែលមានតម្លៃទាំងផ្នែកកីឡានិងសង្គមវាមិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយលើកកម្ពស់សាមគ្គីភាពនិងសុខភាពរបស់អ្នកលេងផងដែរ